ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំបងប្អូនទាំងអស់គ្នាមកមើលវីដេអូមួយហើយយើងរៀនស្វែងយល់អំពីការបង្កើតវីដេអូទាំងអស់គ្នាតោះប៉ុណ្ណឹងបានហើយអញ្ចឹងបងប្អូនបានឃើញវីដេអូហ្នឹងហើយគឺជាប្រភេទវីដេអូដែលផលិតឡើងដោយ AI ហើយបច្ចុប្បន្ននេះកំពុងតែផ្ទុះខ្លាំង viral ខ្លាំងមែនទែននៅលើបណ្ដាញសង្គមមិនថា TikTok ឬក៏ YouTube ទេហើយឬក៏ Facebook ទេហើយ AI គឺរកលុយបានហើយវីដេអូប្រភេទនេះយើងអាចផលិតបានដូចគេដែរប៉ុន្តែសួរថាងាយស្រួលអត់ខ្ញុំគិតថាវាមិនងាយស្រួលទេប៉ុន្តែសួរធ្វើបានអត់គឺបានប៉ុន្តែវាត្រូវចំណាយពេលនៅក្នុងការធ្វើវាមិនអាចយើងធ្វើឧទាហរណ៍ថាបើយើងទៅសេប្រំតែម្ដងឲ្យវាហើយតែម្ដងគឺអត់អាចទេយើងត្រូវបង្កើតឈុតវាទូចនៅក្នុងហ្នឹងហើយមិនយើងយកមកផ្គុំឲ្យបានជាវីដេអូបាននៅក្នុងនេះคลิปនេះគឺច្រើនคลิปមែនតើច្រើនคลิปមែនតើតម្រាំបង្កើតបានចេញទៅជាវីដេអូមួយប៉ុន្តែ view វិញគឺរាប់អមឡើងតែម្ដងបាទរាប់អមឡើងតែម្ដងអញ្ចឹងបើបងប្អូនចង់បង្កើត website Kling AI ក៏យើងអាចបង្កើតបាន website Hailu ក៏យើងអាចបង្កើតបានហើយនឹងមាន website ជាច្រើនទៀតដែលមាន free ខ្លះដែរមិនអត់ទេមាន free ខ្លះដែរដែលយើងអាចចូលទៅបង្កើតប៉ុន្តែអ្វីដែលបងប្អូនត្រូវមានគឺចំណេះដឹងនៅក្នុងការប្រើប្រាស់Chat GPT ឬក៏ DeepSeek ឬក៏ Chat ផ្សេងទៀតដែលអាចឲ្យយើងបង្កើតប្រមឬក៏យើងអាចមានលទ្ធភាពបង្កើតប្រមដោយខ្លួនឯងក៏បានដែរបង្កើតជា send របស់វាជាភាគរបស់វាហើយបន្ទាប់មកយើងយករូបភាពទៅនឹងរូបភាពហ្នឹងទៅ generate បើយើង generate ជាវីដេអូតែម្ដងគឺទៅរួចទេជាសំទោសជា text ទៅវីដេអូតែម្ដងគឺខ្ញុំគិតថាវាអត់ស៊ីគ្នាទេ AI វាអត់តន់ដល់ហ្នឹងទេវាអត់តន់អាចយល់បាន 100% អញ្ចឹងទេអញ្ចឹងយើងបង្កើតទៅជាប្រមរូបភាពមួយហើយបើយើងបញ្ចូលសាច់រឿងឲ្យវា generate ទៅតាមហ្នឹងហើយបទជា sound effect របស់វាយើងអាចបញ្ចូលបានទេ sound effect គឺអត់ពិបាកទេយើងអាចទាញយកមកបាននៅ sound ខ្លីៗឬក៏យើងអាចប្រើ AI បានទេប៉ុន្តែសំខាន់បំផុតគឺរូបភាពដែលយើងត្រូវតែចេះសរសេរប្រមយើងចេះសម័យអំពីដំណាក់កាលនៃការកកើតនៃសាច់រឿងរបស់យើងចេញពីណាទៅណាហើយទៅធ្វើមិនសកម្មភាពនោះធ្វើមិនអាហ្នឹងយើងត្រូវចេះរៀបចំអាហ្នឹងគឺទាមទារសមត្ថភាពហ្នឹងហើយវាចំណាយពេលដូចវីដេអូនេះមិនមែនធ្វើម្ដងពីរដងទេវីដេអូនេះគឺ generate ច្រើនដងតម្រាំត្រូវយើងយកផ្គុំភាគមួយយកមកផ្គុំគ្នាណាដោយវីដេអូនេះចូលចិត្ត1នាទីឬក៏1នាទីបើយើងចែក AI ជាទូទៅវា generate បានតែ5វិនាទីឯងអញ្ចឹងនៅក្នុងវីដេអូនេះគឺអាចប្រើពេលប្រើភាគរហូតដល់មែនបងប្អូនយើងយក50យើងអាច10ភាគជាងបានគ្រប់ណាឬក៏ website ខ្លះអាច generate បាន10វិនាទីអាហ្នឹងយើងចំណាយពេលតែតិចគឺយើងអាចបានដែរបើវាកាត់បន្ថយការ generate ច្រើនដងណាប៉ុន្តែគុណភាពអាស្រ័យទៅលើបងប្អូនអ្នករៀបចំឯងយើងយកមកផ្គុំមកហើយវីដេអូប្រភេទហ្នឹង viral មិនមែនតែព្រឹត្តិការណ៍រំជួយដីនេះទេយើងអាចបង្កើតសាច់រឿងជាច្រើនទៀតបងប្អូនបាទបង្កើតសាច់រឿងផ្សេងទៀតយើងអាចបង្កើតបានដូចនៅក្នុងវីដេអូខ្លះគេតែងជាសាច់រឿងឧទាហរណ៍ថាឆ្មាជួយសង្គ្រោះទន្សាយជួយសង្គ្រោះអណ្ដើកជាដើមអញ្ចឹងទៅអញ្ចឹងយើងតែងជាសាច់រឿងមួយមកហើយឲ្យវាមានឈុតឆាកដែលត្រូវប្រតិកលាគ្នាដើម្បីបង្កើតទៅជាសាច់រឿងជាតុក្កតាអីក៏បានដែរយើងអាចបង្កើតជាសាច់ភាពបានវាសំខាន់គឺយើងចំណាយពេលក្នុងការធ្វើទេហើយបើយើងព្យាយាមធ្វើឲ្យល្អអ្វីដែលយើងទទួលបានគឺល្អដូចគ្នាដែរខ្ញុំជឿជាក់អញ្ចឹងតែម្ដងហើយបើយើងធ្វើដូចខ្ញុំនេះ
មើលថតកាមេរ៉ានេះមើលអត់ចំបងប្អូនក៏មិនសូវមានចំណាប់អារម្មណ៍មែនតែព្រោះលើកទី1ដែរក៏ពិតចង់ចែកម្លែកច្រើនដែរប៉ុន្តែពេលខ្លះយើងយល់ដឹងតែមានកម្រិតដែរហើយមានបងគាត់គាត់ចែកម្លែកច្រើនណាស់តាក់ទងការធ្វើខ្ញុំគាត់ទៅជាធ្វើស្ដីទេហើយខ្ញុំនឹងមានគោលបំណងទី1របស់ខ្ញុំនេះគឺបំបែក content បានន័យថាมันបំបែកវាជា2ជា3ទេគឺយើងរៀនរបៀបបង្កើតតើ content ណាគេបង្កើតធ្វើម៉េច content ណាគេបង្កើតធ្វើម៉េចអញ្ចឹងអ្វីដែលខ្ញុំចង់ចែកម្លែកនេះគឺអញ្ចឹងយើងមើលប្រភេទ content ដែលគេធ្វើអ្វីដែលយើងអាចធ្វើបានធ្វើទៅយើងចែកគ្នាទៅខ្ញុំគិតថាបងប្អូននេះគាត់អាចធ្វើតាមរបៀបនេះគាត់ធ្វើតាមរបៀបហ្នឹងទៅយើងអាចធ្វើតាមរបៀបនេះយើងធ្វើតាមរបៀបហ្នឹងទៅយើងចែកគ្នាធ្វើទៅព្រោះអីប្រភេទ content មានច្រើនណាស់យើងច្រើនមែនទែនហ្មងយើងរកមិនអស់ទេច្រើនណាស់ប្រភេទ content គាត់ថានៅក្នុង entertainment មួយនៅក្នុងការកំសាន្តមួយគឺមានច្រើនមកទៅហើយតាមផ្នែករបស់វាណា category របស់វាហ្នឹងវាមានច្រើនមកទៅហើយអញ្ចឹងយើងជ្រើសរើស category យើងជ្រើសរើស content នៅក្នុង category មួយមកប្រភេទមួយដែលយើងត្រូវធ្វើមកយើងអាចធ្វើតាមណាបានធ្វើទៅដោយបងប្អូនខ្លះគាត់សម្រាយរឿងបងប្អូនខ្លះគាត់ប្រើ AI សម្រាយខ្លះគាត់សម្រាយផ្ទាល់អញ្ចឹងទៅខ្លះគាត់ប្រើលេង short លេងអីចឹងទៅកាប់ដាវអញ្ចឹងទៅអញ្ចឹងវាមានគ្រប់រូបភាពទាំងអស់អញ្ចឹងយើងអាចធ្វើតាមណាបានយើងធ្វើតាមហ្នឹងបាទអ្វីដែលយើងអាចធ្វើបាននោះអ្វីដែលយើងកុំធ្វើនោះគឺយើងកុំតែយកវីដេអូកម្មសិទ្ធិបញ្ញាដែលគាត់បានខំបង្កើតឡើងដោយខ្លួនឯងយកទៅធ្វើជាបោះខ្លួនឯងណាមិនថាលួចបោះគេអាហ្នឹងយើងកុំតែបើយើងធ្វើ reaction ខ្លះខ្ញុំគិតថាវាមិនអីទេប៉ុន្តែក៏មកយើងលួចបោះគេដោយយកទៅធ្វើបោះខ្លួនឯងអាហ្នឹងបញ្ហាអាហ្នឹងគឺបញ្ហាធំហើយព្រោះគេខំផលិតអញ្ចឹងនរណាក៏គេស្ដាយបោះគេដែរគេខំផលិតយើងមិនគួរធ្វើចឹងទេអញ្ចឹងចាប់ពីពេលនេះទៅខ្ញុំសូមកម្លាំងចិត្តបងប្អូនហើយយើងនឹងរៀនរបៀបក្នុងការបង្កើត content ផ្សេងខ្ញុំនឹងយកមកនិយាយដោយ content នេះក៏ពិតនៅក្នុងវីដេអូនេះនិយាយអត់អស់ទេដោយសារតែលើកទី1ខ្ញុំគិតថាខ្ញុំនិយាយទៅវាអាចមានការខុសឆ្គងច្រើនហើយនឹងការខ្វះខាតច្រើនណាមួយរៀងភ័យហើយអត់មានទំនុកចិត្តលើខ្លួនឯងហ្មងទេអញ្ចឹងខ្ញុំគិតថាវីដេអូបន្ទាប់បើវីដេអូនេះចេញទៅផ្ទុះល្អវីដេអូបន្ទាប់ខ្ញុំនឹងព្យាយាមនិយាយបកស្រាយទៅលើមេតិកាហើយមុននឹងដាច់ចិត្តនិយាយធ្វើវីដេអូមួយនេះបងប្អូនបាទមិនចំណាយពេលតិចទេ3ថ្ងៃ4ថ្ងៃ5ថ្ងៃពេលខ្លះគម្រោងនោះយូរហើយរាប់ខែហើយប៉ុន្តែមកអាការតាំងចិត្តច្រើននេះទៅតែប្រហែលថ្ងៃហ្នឹងទេខ្ញុំគិតថាពេលខ្លះខ្ញុំអត់ហ៊ានបញ្ចេញមុខឬក៏ពេលខ្លះគិតថាពួកខ្ញុំអត់តន់ជោគជ័យលើវិស័យអីអស់ហ្នឹងទេប៉ុន្តែខ្ញុំឃើញរបៀបបង្កើតខ្ញុំសិក្សាពីវាមួយចឹងណាព្រោះពេលខ្លះខ្ញុំអត់ចេះបង្កើតទាំងអស់ហ្នឹងទេយើងគ្រាន់តែដឹងពីវិធីបង្កើតប៉ុន្តែយើងមិនអាចបង្កើតបានទេវាអត់មានលទ្ធភាពបង្កើតប៉ុន្តែមានបងប្អូនខ្លះគាត់អាចបង្កើតបានហ្នឹងបាទខ្ញុំលើកមកនិយាយណាបាទរឿងខ្លះដោយ content ខ្លះខ្ញុំអត់មានគ្នាធ្វើខ្ញុំតែខ្ញុំថតមិនកើតអញ្ចឹងបងប្អូនមានគ្នាធ្វើបងប្អូនថតកើតទៅអត់បងប្អូនថតកើតរឿងហ្នឹងរឿងពិតប្រាកដអញ្ចឹងទេពេលខ្លះខ្ញុំអត់មានឧបករណ៍ថតអញ្ចឹងបងប្អូនអាចមានឧបករណ៍ថតបងប្អូនធ្វើទៅយើងគ្រាន់តែយើងយកមកចែកម្លែកដើម្បីអ្នកណាធ្វើអីបានធ្វើហ្នឹងទៅណាខ្ញុំមានតែប៉ុណ្្នឹងហើយនិយាយទៅកាន់តែខុសវែងឆ្ងាយទៀតបើមានកំហុសឆ្គងអីក៏អធិស្ឋានហើយយើងជួបគ្នាបន្តទេខ្ញុំនឹងព្យាយាមចេញវីដេអូជារៀងរាល់ថ្ងៃតែម្ដងទៅអាចនឹងមួយថ្ងៃមួយបាទថ្ងៃមួយបាទអរគុណច្រើនបាទ